Saranang yajami Dhammang saranang yajami Sanghang saranang yajami សាធុទាំងនេះគឺជាខ្សែអាប់សម្លេងព្រះធម៌កូនមេឪពុកខ្សែលេខ1ចំហៀងទី2កូនមេឪពុកកូននៅទីកន្លែងណាក៏ដោយកូនចូលចាំទុកមិនត្រូវធ្វើខ្លួនឲ្យមានបញ្ហាត្រូវតែធ្វើខ្លួនឲ្យអស់បញ្ហាកុំរវល់ចាប់ទោសអ្នកដទៃហើយត្រូវតម្កល់ខ្លួនឯងទុកឲ្យប្រពៃមនុស្សល្អគឺមនុស្សដែលចេះទូន្មានខ្លួនឯងកូនមេឪពុកកូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដទៃឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងមានទុកនិងខឹងក្រោធមករកកូនវិញទោះបីនៅចំពោះមុខក៏ដោយបើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលបួលសិនសុំនិយាយកូនកុំភ្លេចគិតថាឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនគេបងប្អូនយើងជាដើមនៅតែម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីកូននៅឪពុកកូនកុំកបីកើតមកដើម្បីមានសេចក្តីទុក្ខលំបាកឡើយក្នុងវ័យក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយរៀនដឹងរឿងជីវិតក្នុងវ័យកំឡោះក្រមុំកូនត្រូវរកនៅសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលគ្រប់គ្រងផ្ទះកូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារក្នុងវ័យជរាកូនត្រូវរកនៅសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់ផ្លូវចិត្តការបាននៅបញ្ញានាំមកនៅសេចក្តីសុខកូននៅឪពុកកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះវិជ្ជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងដើរកូនមានឪពុកបើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបប្រតិបត្តិឲ្យត្រូវពេលដល់ពេលញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រោកកូនត្រូវក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសំលេងដល់ពេលដែលត្រូវធ្វើនៅអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រាកដពេលវេលាទំពាស៊ីនៅសពសត្វកូននៅឪពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺពុកនិងម៉ែតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាទាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃកូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធឲ្យសោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូននៅឪពុកកូនកុំជាម្ចាស់បំណុលព្រោះធ្វើឲ្យកូនឯងជាទុក្ខកូនកុំចូលចិត្តខ្ចីរបស់របរប្រើប្រាស់សម្ពុតក្រអៅអ្នកដទៃកូនត្រូវចាត់ចែងត្រៀមរៀបចំឲ្យមានព្រមបើមិនមាននិងមិនចាំបាច់ទេគឺមិនត្រូវប្រើនៅរបស់នោះឡើយមេរយាទល្អជាសម្បត្តិដ៏ប្រពៃកូនមានឪពុកបើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រាក់មិត្តឯការចូលចិត្តសុំរឹតតែកុំណាស់ទៅទៀតការលួចរបស់អ្នកដទៃខុសទាំងច្បាប់ខុសទាំងសិលធម៌កូនចូលចាំទុកថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបានតែចំណេះវិជ្ជានៅជាប់ជាមួយនឹងខ្លួនអ្នកណាក៏លួចយកទៅមិនបានដែរវិជ្ជាជាកំណត់ជាប់នឹងខ្លួនកូនមានឪពុកកូនកុំទៅផ្ទះគេចិត្តញាប់ពេកព្រោះគេអាចធុញទ្រាន់មិនចង់ទទួលរឿងនេះកូនអាចសង្កេតបានខ្លួនឯងបើអ្នកណាមកផ្ទះយើងញយកូនក៏មិនពេញចិត្តដែរព្រោះឆ្នេះកូនមានឪពុកកុំទៅផ្ទះគេញឹកញាប់ពេកទៅរកគេឲ្យគេត្រេកអរនេះជាដំណើររបស់មនុស្សល្អកូនមានឪពុកបើកូនទៅផ្ទះអ្នកដទៃកុំចូលបន្ទប់ដេករបស់គេវាតែគេអនុញ្ញាត
ការចូលទៅហើយកុំរវីមរុះរើអ្វីឡើយហើយកូនមានតួនាទីសរសើរនៅអ្វីដែលកូនគួរសរសើរនាទីរបស់កូនក្នុងឋានៈជាភ្ញៀវគឺ 1. សម្ដែងការគោរពដល់បុគ្គលជាធំដែលគួរគោរព 2. ឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូច 3. ឲ្យការរីករាយដល់ម្ចាស់ផ្ទះឬម្ចាស់កន្លែងនោះដោយពាក្យសរសើរត្រូវប្រយ័ត្នក្នុងការរិះគន់និន្ទានៅរឿងអ្វីមួយភ្ញៀវល្អដូចជាផ្កាដែលគេចូលចិត្តកូនមានឪពុកការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំមុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលគេបានដឹងហើយគេនឹងជួយទំនុកម្រងកូនក្នុងកិច្ចការដែលចាំបាច់សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃកូនមានឪពុកកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយសាងមិត្តកុំសាងសត្រូវកូនមានឪពុកបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាយចូលកូនមេឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នើសកូនត្រូវជ្រើសរើសយកសល្អគេមានជាប្រយោជន៍ហើយប្រកម្មឆ្ពោះនិព្វានខុសប៉ុន្មានជាបាបប្រគ្រោះរបស់គេការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខកូនមានឪពុកកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកដល់អ្នកណាឡើយកូនកុំខឹងក្រោធដាក់អ្នកដទៃងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹកទៅអាមជាភៅហើយកូនត្រូវទន្ទិញពាក្យថាឲ្យអភ័យអភ័យទានជាទានដល់ប្រសើរកូនមានឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសប្បាយចិត្តនៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកសូមឲ្យកូនមានទឹកចិត្តល្អដល់មនុស្សសត្វទាំងឡាយទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធកូនមានឪពុកម្ដាយមានតែចាស់ទៅនឹងនៅចិញ្ចឹមកូនរហូតមិនបានឡើយកូនត្រូវរកវិជ្ជាជួយខ្លួនឯងបើកូនបានសុខឪពុកម្ដាយសប្បាយចិត្តណាស់ពុកនិងម៉ែតែប៉ុណ្ណេះចេះតែចាស់ប្រកបណាស់ច្បាស់ជាប្រត់ខាត់មិនបានកូនត្រូវខំនាំវិជ្ជាមកដាក់ប្រាណទើបកូនបានទីពំនឹងពឹងអាស្រ័យមនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូតកូនមានឪពុកកូនចូលអប់រំចិត្តឲ្យចេះព្រមទទួលនៅសេចក្តីពិតនៃជីវិតកូនមិនចាំបាច់ចង់ឲ្យអ្វីនៅដដែលនោះទេព្រោះវាមិនបានដូចចង់ឡើយហើយការមិនបានដូចចង់ក៏ជាទុក្ខចូលកូនចាំទុកថាដរាបណាមនុស្សយើងមិនតន់ស្លាប់ទេដរាបនោះមនុស្សយើងរមែងបានជួបនៅរបស់ដែលប្រែប្រួលរហូតជានិច្ចមិនទំនាស់នឹងរបស់ពិតទៅបានសុខកូនមានឪពុកបើកូនស្អប់គេខ្លាំងកូនក៏មានទុក្ខខ្លាំងដែរបើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរបើកូនមិនស្អប់គេទេកូនមិនមានទុក្ខឡើយការស្អប់គ្នានឹងគ្នាធ្វើឲ្យលោកនេះមានការបែកបាក់ព្រោះវាជាការទម្លាយគ្នានៅក្នុងលោកទាំងមូលចូលកូនកុំក្រោធកុំស្អប់គ្នាឡើយចូលកូនគិតថាក្រោធគឺល្ងងមោហោគឺឆ្កួតមិនក្រោធល្អជាងនឹងបានជាអ្នកមិនល្ងងមិនឆ្កួតបុរាណបានពោលថាបើឆ្កែខំកុំខំឆ្កែវិញកូនមានឪពុកមាសប្រាក់ដែលម៉ែរកមកឲ្យកូនសម្រាប់សិក្សារៀនសូត្រ
សូមឲ្យកូនចាយវាយ៉ាងប្រយ័ត្នកុំក៏បីខ្ជិះខ្ជាយឡើយចេះញ៉ាំចេះប្រើចេះទុកដាក់ជាដើមដូច្នេះកូនរមែងមិនលំបាកហើយតទៅកូននឹងអាចជួយអ្នកដទៃបានទៀតផងគំនិតចាត់ទុកជាលេខ1ជំនួយចាត់ទុកជាឧបករណ៍កូនមេឪពុកព្រះសម្មាសម្ពុទ្ធបានទូន្មានទុកមកថាយើងសត្វគប់មនុស្សយ៉ាងណាយើងក៏ជាមនុស្សយ៉ាងនោះដោយនិទានអំពីសត្វសេកមួយគូសេកមួយទៅនៅនឹងតាបោះសត្វសេកមួយទៀតទៅនៅនឹងពួកចៅដោយតែឪធ្លាប់បាននិទានឲ្យកូនស្ដាប់ហើយគឺថាសេកមួយល្អសេកមួយអាក្រក់កូននឹងសត្វគប់ជាមួយអ្នកណាត្រូវឲ្យប្រយ័ត្នប្រយែងកូនត្រូវគិតជានិច្ចថានឹងមិនយកសម្រាប់តាមមនុស្សអាក្រក់ឡើយមិនសត្វគប់មិនមែនបានន័យថាស្អប់ទេកូនមេឪពុកកូននឹងរស់នៅក្នុងលោកនេះបានយ៉ាងមានសេចក្តីសុខដោយមេត្តាឲ្យសេចក្តីស្រឡាញ់និងប្រាថ្នាល្អចំពោះមិត្តករុណាជួយមិត្តមិនសង្ឃឹមការតបស្នងមុទិតាត្រេកអរតាមនៅពេលអ្នកដទៃបានសម្រេចឧបេក្ខាមានការសម្លឹងជាកណ្ដាលដោយស្មារតីនៅពេលជួយអ្វីគេមិនបានព្រោះសត្វលោករមែងប្រព្រឹត្តទៅតាមកម្មម្យ៉ាងទៀតកូនកុំញុះញង់ឲ្យគេតោះតេងគ្នាព្រះមវិហារជាជំរក់ដ៏ប្រសើររបស់ចិត្តកូនមេឪពុកកូនសាកសង្កេតមើលនឹងឃើញថាសេចក្តីទុក្ខវានឹងមកជួបយើងដោយមិនដឹងខ្លួនជាមុនព្រោះដូច្នេះយើងត្រៀមប្រឈមមុខជាមួយនឹងវាដោយការរៀនឲ្យស្គាល់សេចក្តីទុក្ខការបើសេចក្តីទុក្ខមកដល់ត្រូវចេះកែខៃស្ថានភាពឲ្យបានល្អឡើងហើយត្រូវគិតថាវានឹងកន្លងទៅកូនមេឪពុកត្រូវប្រាប់ខ្លួនឯងថាយើងកើតមកដើម្បីដោះស្រាយនឹងសេចក្តីទុក្ខបើកូនធ្វើគ្រប់យ៉ាងដោយសុចរិតប្រាថ្នាល្អដល់អ្នកដទៃហើយកូនមិនបន្ទោសខ្លួនឯងឡើយកូនមេឪពុកចំណង់ជាធម្មជាតិដែលកើតឡើងតាមគ្រាចំណង់ធ្វើឲ្យកូនកើតទុក្ខបើកូនចង់ច្រើនកូនមានទុក្ខច្រើនបើកូនចង់តិចកូនមានទុក្ខតិចបើកូនមិនចង់ទេកូនក៏មិនមានទុក្ខដែរប៉ុន្តែបើកូនចង់យ៉ាងត្រឹមត្រូវសេចក្តីចម្រើននឹងមានដល់កូនចង់ស្វែងរកចំណេះមកដាក់ខ្លួនចង់កសាងខ្លួនឲ្យបានជាមនុស្សល្អជាដើមគឺជាចំណងយ៉ាងត្រឹមត្រូវប៉ុន្តែឪសូមប្រដាំកូនត្រូវមានចិត្តត្រជាក់ហើយគិតឲ្យល្អកូនមេឪពុកពេលកូនយល់ព្រមឬសន្យាជាមួយអ្នកណាកូនត្រូវគិតឲ្យស្រួលបួលកុំរសេមរសាមកូនត្រូវឲ្យច្បាស់លាស់ក្នុងការងារសុចរិតហើយត្រូវប្រព្រឹត្តតាមសន្យាកូនកុំជាមនុស្សលេះលោះឡើយបើកូនធ្វើខុសកូនត្រូវចេះសូមអភ័យទោសរួចហើយកូនត្រូវតែប្រឹងប្រែងកុំឲ្យខុសលើក្រោយទៀតកុំហោះទុកជាគ្រូតែកុំខុសដដែលកូនមេឪពុកកូនចូលចាំទុកថាការអនុគ្រោះដ៏ក្រៃលែងជាទីបំផុតគឺការឲ្យអភ័យរីឯការទទួលដែលសមគួរបំផុតសម្រាប់លោកយើងគឺការទទួលធម្មទានដើម្បីយកមកបដិបត្តិធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌កូនមេឪពុកសេចក្តីអត់ធន់ចំពោះការសិក្សារកការចេះដឹងប្រសើរជាងសេចក្តីអត់ធន់ចំពោះភាពតល់ក្រកូនរបស់ឪចូលអត់ធន់នឹងការប្រឹងប្រែងតស៊ូក្នុងការសិក្សារៀនសូត្ររៀនដឹងរបស់ផ្សេងនៅជុំវិញជីវិតហើយនាំយកការចេះដឹងមកប្រកបការងារដើម្បីកុំឲ្យជួបប្រទះនៅភាពក្រលំបាកនិងដែលជាការសំខាន់ណាស់ទៅទៀតនោះគឺកូនអាចនឹងជួយអ្នកដទៃបានកើតមកជាមនុស្សត្រូវកសាងសមត្ថភាពកូនមានឪពុកវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងចេះដឹងសពគ្រប់នោះមិនជាការលំបាកឡើយគឺគ្រាន់តែកូនអានសិភៅរាល់ថ្ងៃហើយនៅពេលអាននោះកូនត្រូវមានចិត្តតាំងមាំផងការអានសិភៅជាអង្គប្រកបមួយខាងក្រៅនៅមានអង្គប្រកបមួយទៀតដែលជាខាងក្នុងគឺយោនិសោមនសិកាបានដល់ការពូកែគិតក្នុងហេតុផលអង្គប្រកបទាំងពីរនេះនាំឲ្យបានចម្រើននៅបញ្ញាកូនមេឪពុកកូនចូលចាំទុកថាសេចក្តីទុកនោះឯងវាខ្លាចស្នាមញញឹមណាស់គ្រាន់តែកូនញញឹមតែបន្តិចប៉ុណ្ណោះសេចក្តីទុកក៏គេចខ្លួនបាត់ទៅហើយតែកូនដឹងទេថាសេចក្តីទុកនោះវាចូលចិត្តអ្វីគឺសេចក្តីទុក
ចូលចិត្តមនុស្សណាដែលសម្លឹងមើលលោកនេះក្នុងផ្នែកអាក្រក់ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនេះក្នុងផ្នែកល្អផ្នែកល្អបំផុតក្នុងលោកគឺសេចក្តីពិតសេចក្តីពិតមានរសឆ្ងាញ់លើសអស់រសទាំងពួងកូនមានឪពុកពេលវេលាមិនធ្លាប់នៅស្ងៀមឡើយកូនឪក៏ដូចគ្នាដែរកុំបញ្ឈប់ការព្យាយាមឲ្យសោះព្រោះបើកូនឈប់ព្យាយាមពេលណាជីវិតកូនក៏ដូចជាស្លាប់ពេលនោះដែរប្រៀបដូចជានាឡិកាដែលអស់ថ្មវារមែងងាប់គឺឈប់ដើរអញ្ចឹងឯងព្យាយាមនាំឲ្យឆ្លងរួចពីអន្លង់ទុក្ខកូនមានឪពុកបើកូនរងចាំនៅអ្វីមួយកូនត្រូវមានចិត្តត្រជាក់ជាប្រក្រតីកូនត្រូវជាមនុស្សចេះអត់ធន់រងចាំបានដោយមិនអន្ទះសាមិនមានមនុស្សណាក្នុងโลกនេះដែលមិនធ្លាប់រងចាំនោះឡើយព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងការរងចាំនោះទៅដូចជាការអានសិភៅឬការសរសេរអត្ថបទកំណាព្យជាដើមកុំទំនេរក្នុងកិច្ចការព្រោះថាពេលវេលាមិនសម្បូរឡើយកូនមានឪពុកចូលកូនដឹងទុកជាមុនចុះថារបស់4យ៉ាងជារបស់សុំបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងឡើយគឺ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរអង្វែង4ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពទាំង4នេះកូនមេឪពុកមិនត្រូវសូមពីនរណាឡើយតែត្រូវតែធ្វើយកដោយខ្លួនឯងអ្វីក្នុងโลกក៏រមែងកើតអំពីហេតុកូនមេឪពុកកូនចូលចាំទុកថាគ្រប់យ៉ាងកើតពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានទទួលផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលនៅផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នៅតែត្រឹមត្រូវនិងពិសោធន៍បានគ្រប់ពេលវេលាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មកូនមានឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនមានឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនឪបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពីអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយកូនមានឪពុកតើកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេម៉ែបានដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបម្រើកូនជានិច្ចតាំងពីកូនកើតមកម៉ែបំបីដោះកូនថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញ័រអស់សពខ្លួននៅពេលដែលកូនឈឺម្ដងម៉ែជាគ្រូបង្រៀនកូនឲ្យចេះជុះនោមចេះហូបចុកចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយឡាក់ម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតមកម្ល៉េះម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូនម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែបានអប់រំកូនឲ្យមានកិរិយាមារយាទល្អម៉ែបានទូលមានកូនគ្រប់យ៉ាងចំពោះកិច្ចការប្រចាំថ្ងៃម៉ែព្យាយាមដាស់កូនឲ្យក្រោករៀងរាល់ព្រឹកម៉ែប្រាប់ឲ្យកូនងូតទឹកម៉ែដោះក្អែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំឲ្យកូនចេះសុភាពរៀបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់យ៉ាងនិងគ្រប់ពេលវេលាកូនអ្នកឪពុកកូនត្រូវចាំទុកចូលកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់
một chọt mặt giáp chỉ chiếm mình tầm cản khốn nâng chỉ mà nút cả tành nhủ mà nút mình miền là dụ về pro trọc lại con mẹ ở công cana con khơi nhận được tiền miền trọc chiên dưỡng châu công ít xa chỗ này nâng kê con châu mơ nè đầy cò chiên dưỡng phong cứ miền chả nè châu con trên o chưa mũi nè đầy miền chiên dưỡng về na con khơi nhận được tiền cò làm bạ chiên con châu miền mê ta công sầm lót cầm hai nè đầy cây cò làm bạ nút lai con trời chui kê tam để ai chui từ bàn lúc lọ rư mình lọ mình ban vót kia đời miền đời cò nút tê cứ trời vót kia đời tịch chật vót đời ca tục bịch con mẹ ở tục cho con picharana nơi cầm nạm đi rụp so lọ riêng cua sờ lanh tài chanh lọ chật cùng lịch chía mình dù còn mà rụp chùa rìa ai chật lọ chia mình trả lời con mẹ ở bốc cho complete thua thay chiang tích nằm đỏ trái miền rụp miền rô ít sạ bài con này phải thua mình chạy trừ bà con riêng thua ấp rung chất bọc rất phát giờ chất con plư chỉ vật trời slap rụp trời chư bàn tay chất plư mình slap tê chất plư khlang chiang toriya plư đòi bàn nhà chất tùm lễ cả chặt chư slap ruột cả đây này ai chất tùm lễ thật tục ao chất lọ mình chừa đi priệt thầm mía mình chạy trừ khắc chất ở bàn phứ miền phần lứ phật cái đây sẵn con này ở phục mà đáy sắp bài chất nát để bán khơi con và rất lọ phần tay ở phục mà đáy có khôi chất nát đây rồi để con và rất mình lọ cho con phục con mình đòi ao chùm nòng để trong miền trong bán nâng trong ruốc ốc tiền con tầm lệ chứ ruốc này chỉ đây vì nè lại xong ấy con miền xong thì chỉ nhẹ to sàng luôn con mẹ ở phục bà con sẽ lạnh này nâng cả con bị cha rồi tự hỏi bàn đăng thả luôn cho ti sẽ lạnh này luôn anh đã khai lên nút con trừ ra xa luôn ao chỉ ca ra xa đo lọ ở phục xôm bà cô bịa chẳng nít ao đo con mùi con cho chăm tục thả ca mình to tu không cả rồi này khác cứ chiều vi được khiếp đã không thế cái đến chiều ca to su dọc slap dọc rồi từ tiệt vì con cho cầm rơ vô rồi bỏ để tinh chất đòi ẩm nát này chùm nong rồi bỏ luôn tại con trừ rơ vô nơi rồi bỏ nút nút đòi sợ tệ bằng nhà con trừ thì cha rồi ná đòi phải giáo nâng tốt này rồi bỏ nút một nâng tùm ra chất thả vô bảy con trừ cầm khảo khăn chờ mũi nâng mà nút để phơi mình lọ ở sót tam tất cây nút có trong lọ đây còn tại cây mình bám dưới cho bác thả ở vậy chia sẻ cái đây là ở vậy chia sẻ cái đây ở cọp ở ban tất cả cọp cái phần đó buồn con trời đăng thả không lục ní cầm ro rụng nè để chơi trời ó nâng về bẩn tốt nè được này con cầm chơi chặt bẩn tốt nè để tì lại giang tiệt và con trong tay đi ao đã ná con trời sầm lần mới khuôn anh chỉ muốn cầm áo kì sẽ đây bỏ mà rộp mình pram mẹ pra để con miến bởi chai nè rất tệ ọc nè chùm này thì chia bình nốt rất tệ pra rất tệ chùm ra pram mùi con cho chăm tục thả mẹ pra chia ra bọc cái luôn mẹ đà bị đá sập bài chất pro con chết rồi lành khnia rồi viên bom phồn pram pi con cho thuê cướp giang đời sạch chìa đất cả bờ miền sạch chìa đất chất rồi mình xa tại bờ miền nơi tôi chìa đất bình chất rồi mình sang mòn pram bảy trọc sầm bát mình chia ra bọc chăm bạch không ca đây ở phục mà đáy và cô lại cô nô tê chùm này đăng nâng ca và rất lọ tại phần đó để cua cho ti bỏng phất không ca để mày ở trời và cô lại đo côn sầm lành làm buồn trong bỏng phất này sẽ cái đây lột luôn mình chạy cục rón cứ sẽ cái đây tục đó nè đây mình thọc ai ở phi đó nè để tí cứ chỉ nè để tuần sau để con được thua cả ai ở phi đó sập tới cứ chỉ ca sàng lịch đọc mùi bởi nè đợt tí bao quanh chào dân ai đăng bàn đời nghề nâng đọc trái có bàn đời nghề đa
tại bà côn bình chọt khuôn anh vĩnh cứ đăng bàn đòi lùm bá đọc sái có bán đòi cầm rõ nát đà đọc bì côn cho chăm nơi ở vây để cua chăm cho click nơi ở vây để cua click cua phơ nơi ở vây để cua phơ nâng tới đăng thả ca nghe ná để cua phơ muốn ca nghe ná để cua phơ cào đọc bầyประសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងដួលនៅត្រង់កន្លែងនោះឯងហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាន្តកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីទ្រាំគឺការអត់ធន់តស៊ូ14មិនថាមនុស្សឬសត្វតិរិឆានសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមេឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃអ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ15ភ្លេចអ្វីអាចភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោះតែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច16ការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តរបស់ខ្លួនកូនឯងផងតើនឹងឲ្យអ្នកដទៃធ្វើនៅអ្វីត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅការកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ17កូននៅឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកនៅឱកាសនោះមកកសាងខ្លួនឬយកមកកែខ្លួនតែប៉ុណ្ណោះឯង18កូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះក្នុងโลกនេះមិនមានអ្នកណាជាទីពឹងរបស់កូនក្រៅពីខ្លួនកូនឯងឡើយ19កូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ខ្លួនឯងបានជាចវាយនាយលើខ្លួនឯងមិនមែនមានតណ្ហាឬសេចក្តីក្រោធខឹងជាចវាយនាយឡើយ20កូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាក់ទុកត្រូវកុំខ្ជិលខូចខិលដឹងខុសត្រូវកែខ្លួន21មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបានកូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ22កូនត្រូវដឹងថាក្នុងโลกនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់កាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុននៅពេលញ៉ាំវារមែងល្វីងប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុនភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនទាន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុខសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើខន្តីដោយឆ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកត្រង់ណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហោង
បុរាណបានពោលថាចោលលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងភ្នល់ចាញ់លបែងភ្នល់មិនស្មើនឹងជាប់គ្រឿងញៀនចោលប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនថ្នាំប្រចាំប្រាណកែលេងបានស្លាប់ទាំងរស់24មេឃុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសត្វរុយវិញរមែងចូលចិត្តរបស់ស្អុយរបស់រលួយកូននៅឪពុកបើកូនចូលចិត្តរបស់ដែលមិនល្អគឺខ្សែគប់មនុស្សមិនល្អគិតមិនល្អនិយាយមិនល្អធ្វើមិនល្អនឹងទៅកម្មស្ថានទីដែលមិនល្អហើយកូនក៏ប្រៀបដូចជាសត្វរុយអញ្ចឹងឯងបើកូនគិតល្អនិយាយល្អធ្វើល្អគប់មិត្តល្អនឹងទៅកាន់ទៅស្ថានទីណាដែលល្អល្អកូនក៏ប្រកបដូចជាមេឃុំដោយចិត្តបើកូនជាមេឃុំកូនរមែងបានជួបជាមួយនឹងផ្កាពុទ្ធហੰសារណង្កចហាមិសហមੰសារណង្កចហា Saranang gacchami Dhammang saranang gacchami Sanghang saranang gacchami